ទ្វារអូតូនៃហាងកាហ្វេទំនើបទាន់សម័យមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញបើកបិទមិនចេះហត់ដោយអំណាចប្រព័ន្ធអូតូម៉ាទិកនិងចំនួនភ្ញៀវច្រើនគួរសមដែលចេញចូលញឹកញាប់មិនដាច់ក្លិនឈ្ងុយនៃកាហ្វេសាយភាយតាក់ច្រមុះទោះអ្នកមិនចេះញ៉ាំក៏ចង់សាកបានម្ដងនៅក្នុងបរិវេណហាងមានតុតូចធំសម្រាប់ភ្ញៀវតិចច្រើនអង្គុយតាមការចង់បានមានភ្ញៀវខ្លាំងមកមានគ្នាហើយខ្លះទៀតក៏មកម្នាក់ឯងព្រោះចង់ឯករាជ្យលើការងារឬការសិក្សាដោយស្ងប់ស្ងាត់ផ្ទាល់ខ្លួនវ៉ានាងស្អាតទេមិនដែលប្រទះនរណាល្អអីល្អអញ្ចឹងទេកុមារីអូប្រហែលមិនមែនទេគ្រាន់តែគ្នាតូចខ្ជូតពាក់អាវយឺតដៃខ្លីរលុងខុងខោកប៊យខៀវស្លេកខោជើងស្បែកជើងប៉ាតាខ្មៅសក់កាត់ខ្លីដូចមិត្តនារីចំនួនប៉ុលពតស្ពាយកតាពីចំហៀងឈរច្រាញ់ហប៉ៅក្បែរទ្វារហាក់ផ្លឹកភាំងនិងសម្រស់របស់នារីដ៏ស្រស់ស្អាតម្នាក់ដែលកំពុងអង្គុយផ្ដោតលើការងារតែម្នាក់ឯងនៅក្នុងហាងកាហ្វេដែលមិនដឹងខ្លួនបងសុំផ្លែបន្តិចសម្លេងភ្ញៀវជាបរិះម្នាក់សុំឲ្យគេជៀសព្រោះគេកំពុងឈរបាំងគេគ្រប់គ្នាទំនងចង់ម៉ៅហាងកាហ្វេនេះម្នាក់ឯងយ៉ាងមិនដឹងអូបាទសុំទោសគេតបទៅបរិះអំបញ្ញមិញប៉ុន្តែបរិះនោះគ្រាន់តែញញឹមមើលគេពីចុងសក់ដល់ចុងជើងទំនងចង់សាយដែលគេឆ្លៃបាតទាំងដែលគេជានារីសោះនារីឆ្លៃបាតនឹងចូលចិត្តធ្វើចរិតបយម្នាក់នេះគឺប៊ីណាអ្នកដែលស្គាល់តែងហៅគេថាអាប៊ីឆ្នាំនេះនាងមានអាយុ20ឆ្នាំហើយប៊ីគឺស្រស់ស្អាតណាស់ប្រុសដែលបានឃើញសឹងកន្លះប្រទេសហើយដែលតាមញ៉ៃញងតែត្រូវនាងបដិសេធមុននេះគេស្រាប់តែផ្លឹកនឹងសម្រស់របស់នារីម្នាក់ដែលពុំធ្លាប់ស្គាល់សោះពីមុនមកម្នាក់នោះគឺករណីសួស្ដីខ្ញុំគឺប៊ីណាមកពីក្រុមហ៊ុនបច្ចេកវិទ្យាដែលចែកតាក់ទងរកសេវាកម្មជួសជុលកុំព្យូទ័រតាចែឈ្មោះថាមុនករណីនឹងមែនគេឈរនិយាយទៅកាន់ករណីទាំងយកទ្រូងបបសឹងតែបេះដូងផ្លិចច្របាច់ឈាមឲ្យសួតមានកម្លាំងដកដង្ហើមទៅហើយអូចាសួស្ដីគឺខ្ញុំអង្គុយចុះសិនមកករណីក្រោយមានអ្នកប្លែកមុខនឹងដឹងថាជាអ្នកមកជួយសម្រួលការងាររបស់នាងក៏ក្រោកឈររាក់ទាក់ដែលស្នាមញញឹមទៅសែនស្រស់គឺស្រស់ជាងត្រកូលឆ្លក់ទឹកទៅទៀតនាំឲ្យបេះដូងអាប៊ីសឹងតលែងដំណើរការទៅហើយតែគេក៏អង្គុយតាមការស្នើរបស់ភ្ញៀវញ៉ាំអីដែរចាំខ្ញុំទៅករណីបន្តអូខ្ញុំសុំទឹកត្រជាក់មួយកែវសិនក៏បានអាប៊ីតបហើយអ្នកទាំងពីរក៏ចាប់ផ្ដើមពិភាក្សារកបញ្ហាកុំព្យូទ័រដែលករណីកំពុងជួបប្រទះមែនតើទៅករណីគឺជានារីដ៏ស្រស់ស្អាតម្នាក់នាងមានអាយុ30ឆ្នាំហើយប៉ុន្តែបើមិនប្រាប់មុនគេអាចគិតថានាងទើបតែ18ឬក៏19ឆ្នាំប៉ុណ្ណោះអ្វីដែលពិសេសនាងគឺជាម្ចាស់អាជីវកម្មមួយកន្លែងដែលតាក់ទងនឹងវិស័យច្នៃម៉ូដសម្លៀកបំពាក់ទាន់សម័យមួយគឺបែបថាមានអ្នកល្បីលំដាប់ប្រទេសជាច្រើនបានប្រើសេវាកម្មរបស់នាងតែចៃដន្យអីដោយសារថ្ងៃនេះនាងបែរជាមានបញ្ហាលើកុំព្យូទ័រពិសេសលើកម្មវិធីច្នៃម៉ូដរបស់នាងស្របពេលដែលបុគ្គលិកប្រចាំហាងរបស់នាងសុំច្បាប់សម្រាប់ច្រើនថ្ងៃទើបនាងត្រូវបង្ខំចិត្តប្រើសេវាកម្មក្រុមហ៊ុនខាងក្រៅបណ្ដោះអាសន្ននៅក្នុងហាងកាហ្វេនេះតែម្ដងនេះចែរួចរាល់ហើយមិនដល់20នាទីផងអាប៊ីក៏អាចដោះស្រាយបញ្ហារបស់នាងបានយ៉ាងស្ទាត់ជំនាញទើបនាងមិនចាប់អារម្មណ៍គេក៏មិនបានដែរត្រូវយកទៅប្រើប្រាស់បានបន្តិចវ៉ាវប៉ាកែមែតែបើផ្លាត់សោះមិនអាចដោះស្រាយបានបាត់នេះនិយាយពេញមាត់ថាប្អូនទើបអាប៊ីរៀងស្រងាក់ចិត្តបន្តិចគិតថានាងឆ្លើយតែក៏ផ្លេចទៅតែប្អូនឈ្មោះអីដែរហើយធ្វើការនាងប្រហែលឆ្នាំអីបងជួយសមត្ថភាពអូនឯងប៊ីជំនួសដោយការតបគេក៏លើកកែវទឹកត្រជាក់នោះមកក្រេបគ្រូករៀបរាប់ហាក់ក្លាហានជាងមុនខ្ញុំឈ្មោះប៊ីណាអាចហៅខ្ញុំថាប៊ីបានអាយុ20ឆ្នាំអីហើយការងារនេះខ្ញុំហាត់ការតាំងពីចូលឆ្នាំមូលដ្ឋានម៉េចរហូតមកដល់ពេលនេះជាង3ឆ្នាំអីចុះយើងអាយុប៉ុន្មានបានហៅខ្ញុំថាប្អូនបែបហ្នឹងគេនិយាយដោយសំឡេងកែវភ្នែកមុតថ្លាទឹកមុខញឹមរបស់ករណីករណីឆ្លក់ទឹកបន្តិចព្រោះទើបផឹកដែរតែនាងក៏ស្រាប់តែអោនមុខកាន់តែគៀកទៅនឹងមុខរបស់អាប៊ីដែលកំពុងអង្គុយទល់មុខមិនក្រែងយកបាតដៃទាំងពីរទ្រចង្កេះរបស់ខ្លួនឯងញញឹមថ្ពាល់ខូចសួរនាំសាក់ទេមើលខ្ញុំអាយុប៉ុន្មានទុកពេលឲ្យ10វិនាទីណាចេញពីនេះអាប៊ីប្រហែលត្រូវទៅពេទ្យរស៊ីព្យាបាលជំងឺបេះដូងអីព្រោះទ្រង់កាន់តែញាស់ភ័យហើយកាន់តែដុនដាបពេលមុខក្រាស់ថ្មីថ្មោងរបស់គេមកអោនគិបែបនេះគឺ
គឺយ៉ាងច្រើន20ឆ្នាំ គេបញ្ចប់សម្ដីភ្លាមករណីដែលទប់ស្កាត់មិនបានក៏សាយកាច់កព្រោះប៊ីមិនខុសពីអ្នកផ្សេងទេតែងតែគិតថានាងជាក្មេងទើបធំ បើប្រាប់តែខ្ញុំឆ្នាំនេះ30ហើយជឿទេ នាងនិយាយហាក់មឿងម៉ាត់ជាងមុនទើបប៊ីបើកភ្នែកធំធំមិនចង់ជឿការចរចាហាក់យល់ចិត្តក៏ចាប់ផ្ដើមឡើងរវាងអ្នកទាំងពីរវាហាក់ដូចជាមិនមែនភ្ញៀវតែប្រៀបបានទៅនឹងអ្នកយល់ចិត្ត10000ឆ្នាំបានជួបគ្នាយ៉ាងម៉េចមិនដឹងនិយាយចុះឡើងរសៀលខែភាសាមិនចោលចរិតសោះគឺមេឃភ្លៀងផងខ្យល់ផងនាំឲ្យអាប៊ីនិងករណីមិនទាន់អាចទៅផ្ទះវិញបានប៉ុន្មានម៉ោងក្រោយមកផ្លូវក៏ចាប់ផ្ដើមលិចម៉ូតូជិះទៅនៅពិបាកចុះទម្រាំឡានករណីទៀតធ្វើមិនអាចត្រឡប់ទៅផ្ទះបាន រាំងហើយហាងកាហ្វេក៏ចិត្តបិទទៀតបងមិនទាន់ទៅផ្ទះទេ អាប៊ីផ្ដើមសួរឡើងក្រោយឃើញករណីរៀបចំអីវ៉ាន់របស់នាងរួចរាល់តែនៅឈរមើលឆ្វេងស្ដាំមុខស្ងួតចេះ បងត្រូវទៅហាងប៉ុន្តែមើលទៅទឹកដែលលិចឡានបងប្រហែលជាចេញបានទេ នាងរៀបរាប់ទៅអាប៊ីឲ្យជាយោបល់ អញ្ចឹងបងជិះម៉ូតូជាមួយខ្ញុំសិនទៅខ្ញុំជូនទៅឡានផ្ញើនៅនេះបដអសន្នសិនក៏បានល្អដែរបាទម៉ូតូខ្ញុំខ្ពស់ល្មមមិនអីទេ ករណីដែលសារយប់ក៏ល្មមហើយនាងក៏សម្រេចចិត្តពឹងប៊ីតែម្ដងឲ្យជូនទៅហាងប៉ុន្តែក៏មិនភ្លេចយកអីវ៉ាន់ទៅទុកនៅក្នុងឡានសិនព្រោះខ្លាចតែទឹកអស់តាមផ្លូវអាប៊ីមិនដឹងជាត្រៀមមួកការពារទុកពីអង្ការទេយកមកហុចឲ្យក្រាស់គេពាក់ជិះទៅកាត់ទឹកផងកាត់រលឹមផងដែលកន្លែងខ្លាំងរាក់កន្លែងខ្លះជ្រៅលិចដល់គល់ផ្លូវទឹកម៉ូតូត្រានរបស់គេប្រឹងបោកាត់រ៉ាក់ទម្រាំដល់ហាងរបស់ករណី ដល់ហើយគឺខាងមុខនេះហើយប៊ី នាងចង្អុលប្រាប់តែកង់ម៉ូតូព្រោះខ្លាចហួសទើបនាងចុះប្រុកដើរទៅចាក់សោទ្វារហាងបើកចូលស្រុកពេលដែលម៉ូតូប៊ីចាប់ផ្ដើមរលត់ដេលែងឆេះ ហើយមកកាត់អីហ្នឹងអាសម្លាញ់ អាប៊ីរអ៊ូតិចសំចិត្តនឹងម៉ូតូទើបករណីសាច់ស្ញាច់គ្រវីក្បាលហួសចិត្ត ណែសម្លាញ់អូនឯងលងទឹកស្លាប់បាត់ហើយដឹងរុញបញ្ចូលមកយប់ហ្នឹងមិនបាច់ទៅផ្ទះទេសម្រាប់នេះហើយស្អែកចាំយកទៅជាង នាងស្នើវិញព្រោះប៊ីត្រូវមកខូចម៉ូតូដោយសារនាងម្យ៉ាងម៉ោង 9 ទៅហើយទៅវិញក៏ពិបាក មិនល្អទេដឹងបងខ្ញុំទៅទឹកជោកហើយក៏អត់មានអីផ្លាស់ដែរទឹកខោវាឃ្លៀកអីអស់ហើយហ្នឹង ស្អីគេខោវាឃ្លៀកហ្នឹងអីក្មេងខ្លាំងសម័យនេះសបោពាក្យថ្មីដែរបងតាមមិនទាន់ទេ ករណីសាច់ចង់កាំងរងាផងអីផងចង់រឹងធ្គាមទើបស្រួលរហូតអាប៊ីព្រមចូលស្នាក់បានមួយយប់បានសម្រេច វ៉ាវហាងបងធំដល់ហើយចឹងតើទៅល្បីល្បាញរហូតអ្នកមុខអ្នកការមកកាត់ខោអាវអីហ្នឹងតែជាមួយបងទេ អាប៊ីក្រោយចូលនឹងបានផ្លាស់កៅអៅស្ងួតពាក់វិញក៏មើលឆ្វេងស្ដាំលើក្រោមស្ងើចសរសើរដល់ភាពទំនើបរបស់ហាងករណី មិនដល់ថ្នាក់ហ្នឹងទេគឺធម្មតាដូចគេដូចឯងហ្នឹង និយាយបណ្ដាករណីរៀបចំអាហារពេលល្ងាចញ៉ាំនៅផ្ទះបាយខាងក្រោយបណ្ដាសម្រាប់គេនិងប៊ីហើយប៊ីដែលពូកែសួរនាំក៏បន្ត បងអាសាមកទីនេះមែនបានជាមានសពគ្រប់អញ្ចឹងរបស់របរហូបឡើងពេញទូមែនអាសាទេគឺបងរស់នៅទីនេះតែម្ដងអូអញ្ចឹងសោះ ការជជែកសួរនាំបែបយល់ចិត្តខ្លះបែបក្រែងចិត្តខ្លះពីនេះពីនោះក៏បន្តឡើងទើបយប់ក៏ជ្រៅម្នាក់លាគ្នាទៅគេងរៀងខ្លួនត្រូវហើយបន្ទប់គេងនៅហាងរបស់នាងគឺមានតែមួយគត់សម្រាប់នាងផ្ទាល់ខ្លួនទើបនាងអញ្ជើញប៊ីឲ្យគេងជុំតែប៊ីក៏សុំចិត្តម្ចាស់ផ្ទះគេងលើសាឡុងទុកឲ្យករណីគេងលើគ្រែរបស់នាងតាមទម្លាប់ 7 ខែក្រោយមកថ្ងៃខ្លះជាខែច្រើនខែគេចូលជាឆ្នាំទំនាក់ទំនងរបស់អាប៊ីនិងករណីគឺល្អល្អើណាស់គឺរបៀបថាម្នាក់បាត់មុខគ្នាសឹងមិនបានពេលខ្លះក៏ខឹងគ្នាពេលខ្លះក៏នឹកគ្នាទោះត្រង់ថាម្នាក់នៅស្រពេចស្រពិលមិនច្បាស់ថាវាជាទំនាក់ទំនងមិត្តភាពឬក៏លើសពីនេះ អាប៊ីជួយមើល Wi-Fi តិចមកដូចលែងចង់ដើរមិនទេអា បុគ្គលិកប្រុសម្នាក់នៅក្នុងហាងរបស់ករណីដែលកំពុងអង្គុយកេះកៀវកុំព្យូទ័រឬអ៊ីនធឺណិតក៏ស្នើឡើងទៅអាប៊ីអូផ្លេច5ដោយសារទឹកដៃតែតកករបស់អាប៊ីខ្លាំងទើបករណីសូមឲ្យគេមកជាបុគ្គលិកពេញសិទ្ធិរបស់នាងគ្រប់គ្រងលើការងារផ្នែក IT នេះតែម្ដងដោយឲ្យប្រាក់ខែគុណនឹង3 តែហើយ ត្រូវហើយអាប៊ីលេងសើចច្រាំដូចក្មេងអញ្ចឹង
ពិសេសគេញ៉ាយញងនឹងម្ចាស់ស្រីដូចព្រានារីពេលនៅតែពីរនាក់ប៉ុន្តែមិនធ្លាប់ប៉ះពាល់ឬក៏បំពេញករណីឡើយ ប៊ីមកលេឆាប់ ករណីដៃម្ខាងកាន់ទូរស័ព្ទដៃម្ខាងកាន់ឯកសារមួយសន្លឹកឈរច្រត់ដៃប្រកោកហៅអាប៊ីទំនឹងដូចខឹងទើបបុគ្គលិកផ្សេងនៅខាងមុខនាំគ្នាកន្លែងមួយផ្លែតក៏អន់មុខបុកទ្រូងដិបភ័យជំនួសអាប៊ីព្រោះដឹងតែចូលដល់បន្ទប់មេទូរស័ព្ទចាយរឿងការងារខុស បាទមេបាទ អាប៊ីក៏លេចមកឮមេហៅក៏តបទាំងភ័យរត់ចូលទៅតាមមេវឹងចូលដល់ភ្លាមរឿងដែលអាប៊ីមិនអាចយល់គឺបាត់ករណីហើយមិនដឹងជាចូលទៅណាវឹងគេខំងាកឆ្វេងងាកស្ដាំរកមើលតែក៏ភ្ញាក់ក្រញាំងព្រោះទ្វារក៏បិទក្រឹបពីក្រោយខ្នងបង្ហាញមុខករណីសម្លក់ខ្នាញ់មកនាងលើកដៃម្ខាងបក់ឲ្យប៊ីចូលចិត្តទាំងប៊ីដូចជាស្ទាក់ស្ទើរបណ្ដោយព្រោះមិនទាន់យល់ន័យគេក៏បោះជំហានរកម្ចាស់ស្រីតែអ្នកណាទៅស្មានដឹងថាករណីស្រាប់តែលោកដៃទាញចង្កេះគេវឹបរុញប្រានរបស់អាប៊ីអឹបនឹងចិញ្ចាំងជាប់មាត់ទ្វារយកបបោមាត់ដ៏សិចស៊ីរបស់នាងអន់ថាបបោមាត់របស់អាប៊ីយ៉ាងត្រេកត្រអាលសែនយល់ចិត្តនាងមិនបារម្ភអ្នកណាចូលឬឃើញទេព្រោះបន្ទប់របស់នាងគឺបិទស្កុតដែលអ្នកក្រៅមើលមកក្នុងមិនឃើញហើយទ្វារក៏ចាក់សោជាប់យកមួយសុវត្ថិភាពតែម្ដងតោះតែអាប៊ីយើងទៅវិញគេស្លុតឈើត្រឹងបើកភ្នែកធំរឹងខ្លួនអៀនលាយត្រេកអរបន្តិចដៃក្តាប់សងខាងដោយអំណាចភ្ញាក់ផ្អើលសង្កាំងបេះដូងទើបករណីវាចាឡើងក្រោយដកមាត់ចេញពីគេបានបន្តិច អូនប្រាប់បងហើយថាកុំសូវស្និទ្ធស្នាលនឹងបុគ្គលិកស្រីផ្សេងពេកអីហើយស្នាមថាមួយនេះគឺជាការពមៀននឹងដេញជើងមនុស្សដែលព្រានារីបានតែមាត់ដូចបង ករណីស្រាប់តែក្លាហាននិយាយឡើងបែបនេះព្រោះមិនចង់ឲ្យស្រពេចស្រពិលទៀតថានាងមិនបានតបក្តីស្រឡាញ់របស់អាប៊ីមកលើខ្លួននាងយកដៃផ្ទប់មាត់របស់ខ្លួនឯងញញឹមអៀនដើរចូលតុវិញទើបអាប៊ីក៏យកដៃអង្អែលបេះដូងរបស់ខ្លួនឯងលួងលោមកុំឲ្យវាភ័យខ្លាំងពេកញញឹមមានគំនួយសម្លក់ទៅម្ចាស់ស្រីវិញ បងចេញទៅវិញបានហើយអូនមានការតែប៉ុណ្្នឹងទេ ករណីមិនសូវនិយាយច្រើនតែក៏ស្រាប់មកនិយាយអូនបងពេញមាត់អញ្ចឹងអ្នកណាត្រៀមចិត្តត្រេកអរតាន់ប៊ីដែលនៅមិនទាន់បាត់ភ័យក៏ដើររៀបចេញតែបន្ទាប់អ្វីក្រៅពីទឹកមុខពេញដោយស្នាមញញឹមទើបករណីបន្ថែម អេកុំភ្លេចជូតក្រែមដែលជាប់មាត់នោះផង ករណីញញឹមខ្ចប់ហើយក៏ខ្លែងជាផ្ដោតលើការងារវិញទុកពេលឲ្យអាប៊ីចេញទៅកុំឲ្យអ្នកផ្សេងឆ្ងល់ទាំងដែលខ្លួនឯងត្រេកអរចង់ហោះទៅហើយយប់ឡើងថ្ងៃដដែល មេចេញក្រៅជួបភ្ញៀវទៅទៀតបានមកវិញឯងអាប៊ីឯងមិនតន់ទៅផ្ទះទេអា បុគ្គលិកនារីម្នាក់សួរនាំព្រោះឃើញប៊ីដល់ម៉ោងចេញហើយតែមិនទាន់រៀបចំអីវ៉ាន់ នៅតែអញ្ចឹងខ្ញុំនៅថែមម៉ោងបន្តិចពូការងារនៅច្រើន គេតបទាំងគេកំពុងផ្ដោតទៅលើការងារពិតមែន អូខេអញ្ចឹងបងទៅមុនណៃ បុគ្គលិកទាំងអស់ក៏លាចេញទៅអស់ទុកតែគេម្នាក់ឲ្យជួយមើលហាងម៉ោង 7:10 ទៅហើយករណីថាការស្រីយើងនៅមិនទាន់ត្រឡប់មកវិញទៀត Telegram ដែលអាប៊ីផ្ញើសារទៅសួរនាំក៏មិនព្រមតបសោះគេខលក៏មិនលើកតែមានរឿងអីអញ្ចេះ ទីបំផុតប្រមមកវិញហើយ ប៊ីរអ៊ូងើម្នាក់ឯងតែក៏នៅខ្លែងជាផ្ដោតលើការងារមិនចាប់អារម្មណ៍នឹងម្ចាស់ស្រី បងមិនតន់ទៅទេបងចេះជួសជុលទូរស័ព្ទអត់ នាងទាញទ្វារបិទបណ្ដាក៏និយាយមកបណ្ដាទាំងទឹកមុខស្រងោតទើបប៊ីក៏លេចឃើញថានាងមានបិទកន្សែងបញ្ចុះកម្ដៅនៅលើថ្ងាសសក់ចងឡើងសក់លើកចងឡើងលើផុតមុខស្ងួតប្រក្រមក្ដៅទើបគេស្ទុះវឹងទៅគ្រាយ៉ាងស្និទ្ធលែងខ្វល់ពីអ្វីទាំងអស់គេនាំនាងទៅដល់បន្ទប់គេងដាក់ឲ្យគេងនិងយកបបរសដែលគេដាំឲ្យញ៉ាំនិងថ្នាំគ្រុនក្ដៅឲ្យលេបក្នុងចិត្តហាក់មានកំហុសដែលខឹងខុសរឿង គេអង្គុយក្បែរក្រេះដែលករណីកំពុងសន្លឹមគេងព្រោះអំណាចរងាយកដៃបបោះសក់នាងថ្នមហើយវាចា បងសុំទោសមុននេះបងបែរជាអន់ចិត្តនឹងអូនខុសរឿងទៅវិញ គេវាចាចេញពីចិត្តទើបករណីប្រឹងប្រកែកទាំងងល់មក អូនទេដែលសុំទោសព្រោះតែក្រុនក៏ចូលបែររកថ្នាំហើយក៏ស្រាប់តែកវាដៃប៉ះទូរស័ព្ទធ្លាក់បែករកតែខលមកបងឲ្យទៅយកមិនបាន អាប៊ីកាន់តែអាណិតម្ចាស់ស្នេហ៍លើសដើមទើបគេដែលងូតទឹកផ្លាស់សម្លៀកបំពាក់ជាស្រេចក៏អន់ថាបបោមាត់ថ្នមថារបស់ករណី
លួងលោមដោយក្តីស្រឡាញ់ស្ទើរលេប ឆាប់ជាដឹងអត់បើអូនកាត់អីបងមិនរស់ទេ គេបន្ថែមពាក្យក្នុងចិត្តទើបករណីដែលស្រាក់ស្រានពីគ្រុនក៏ញញឹមបានចិត្ត មានបងក្បែរអូនបែបនេះអូនមិនមានរឿងអីកាត់ឡើងទេ ភាសានិយាយច្បាស់ជាងមុនដែលបញ្ជាក់ថាសឹងតែអស់អីហើយក៏ជាល្បិចដែលករណីចង់ឲ្យគេនៅចិត្តអាប៊ីដែលយល់ពីក្រអៅបេះដូងរបស់ស្រស់ស្រីណាស់ទៅហើយក៏លោកដៃយ៉ាងរហ័សទាញភួយចេញពីប្រាណនាងដែលមានតែខោជើងវែងគៀងជោគមួយជាមួយនឹងអាវដៃតូចសស្ដាងបង្ហាញនំប៉ាវទាំងគូយ៉ាងច្បាស់អាប៊ីខូចណាស់គេក៏ឡើងលើក្រែវឹងតែម្ខាងកេងផ្អៀងទ្រក្បាលខ្លួនឯងម្ខាងទៀតចាប់ក្រៀកចង្កេះករណីមិនឲ្យរើរួចម្ខាងទៀតចាប់ក្រៀកចង្កេះទាញប្រានករណីជាប់ទ្រូងមិនឲ្យរើរួច ឡើងឈឺយូរហើយនៅមកធ្វើពុតប្រាបងបានទៀត ករណីញញឹមបានចិត្តម្ដងទៀតទាំងដៃទាំងពីររបស់នាងនៅដាក់ខ្វែងជាប់ទ្រូងការពីភ្នំគុនលុនទាំងពីររបស់នាង ណែអូនឈឺមែនណាឈឺក៏ឈឺទៅបងគ្រាន់តែចង់សងសឹកឲ្យចាស់ដៃប៉ុណ្ណោះ ថាតែប៉ុណ្ណេះអាប៊ីដែលទប់ចិត្តស្នេហ៍លែងបានហើយក៏ថែថាបបោមាត់ផ្អែមដូចស្កររបស់ករណីទាំងត្រេកត្រអាលដៃទាំងពីររបស់គេក៏ច្របាច់ច្របល់បបោអង្អែលនារីធ្នមសពកន្លុកកន្លៀតឯករណីដែលពេលនេះហាក់នៅក្រោមក្រញាំរាជសីមានតូចម្នាក់នេះទៅហើយក៏ព្រមសហការចាស់ដៃទទួលក្តីស្នេហ៍ដ៏កក់ក្ដៅមួយនេះឡើងប្រកែកចាប់ពីនោះយើងក៏មិនដឹងដូចគ្នាថាហេតុការណ៍ដ៏វឹកវររបស់នារីតែពីរនាក់នៅក្នុងបន្ទប់បិទជិតមួយនេះមានអ្វីកើតឡើងទៀតដែរបើគេដាក់ឧបករណ៍ទប់សម្លេងចិត្តឆឹងហើយហ្នឹង